ជាដំបងខ្ញុំបករណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះបរមរតនមនីពិនសែនសិរីសវណ្ណោទូព្រះបង្គំខ្ញុំបករណាឈ្មោះវ៉ែនសវណ្ណរាជមកពីវិទ្យាល័យហ៊ុនសែនសៀមរាបថ្ងៃនេះខ្ញុំបករណាមានសំណួរសូមទូលពិតប្រកេនសួរសម្ដេចសូមមេត្តាសម្ដេចផ្ដល់នៅឱវាទជាចម្លើយដល់ខ្ញុំបករណាទាំងឡាយតើសម័យកាលព្រះពុទ្ធហេតុអ្វីបានជាមនុស្សសេពគ្រឿងញៀននិងសុរាមេរ័យហើយតើគ្រឿងញៀនសុរាមេរ័យពីសម័យកាលនោះតើបានមកពីណាអូសួរនឹងដល់ហើយណាអាត្មាមិនដឹងណាចាល្អសំណួរនឹងកណ្ដនិយាយឲ្យដឹងសុរានេះដើមដំបូងគឺជាធម្មជាតិដែលវាកើតឯងទេនៅនគរពារាណសីសត្វថ្ងៃបេនរេសយ៉ាងក៏បារាំងភាសាបាលីថាវ៉ារណស៊ីខ្មែរយើងថាពារាណសីមានដើមជ្រៃមួយវាធំព្រមដឹងពីកាលណាទេដល់ទៅវាពុកមេឃទេវាកើតជារូងនៅកណ្ដាលមេឃសាខាបែករូងចាគេប្រង់ភាសាពីបុរាណថាប្រង់ដល់កាលណាមានភ្លៀងមកទឹកវាដក់ក្នុងអាងហ្នឹងឯងឃើញទេហើយក្នុងអាងនោះវាមានផ្លែជ្រៃទុំទៅវារុះធ្លាក់ទៅផងហើយមានសត្វសេកអីទៅនាំស្រូវសលៃស្អីយកមកស៊ីទៅវារុះចូលក្នុងប្រង់ហ្នឹងផ្លែទំពាំងជូរវាអីនៅក្នុងប្រង់ដល់ខែភាសាវាបែកអាទឹកវាត្រាំទៅវាពពុះចេញពពុះពីក្រឹបធញ្ញជាតិទាំងអស់ហ្នឹងដល់វេលាខែប្រាំងឡើងត្រូវកម្ដៅព្រះអាទិត្យមកវាក្ដៅទៅមកដល់ក្ដៅទៅវាធ្វើទឹកឲ្យក្រហមខ្លាំងទៅមានពើមានជាតិហ្នឹងជាសូរ៉ាប៉ុន្តែសម័យហ្នឹងគេមិនដឹងថាទឹកអីទេប៉ុន្តែវេលានោះមានព្រានព្រៃម្នាក់ឈ្មោះសុរៈព្រានជាអ្នកដើរបបបាញ់សត្វគាត់ធ្វើដំណើរទៅដើរទៅដល់ដើមជ្រៃហ្នឹងគាត់ឃើញពួកសត្វបាក់សាបសៃពួកសេកសារិកាអីទាំងអស់វាផឹកទឹកហ្នឹងវាស្រវឹងសត្វខ្លះហ្នឹងធ្លាក់មកក្នុងដីស្លាប់ដល់សបាបយកស្រវឹងដល់ក៏និយាយគ្នាក៏កែកករីសត្វខ្លះហ្នឹងវាតោងមេឃជ្រៃហ្នឹងដើរឈប់ដើរទៅលើមេឃបានវាបតោងពីក្រោមណាចាដល់អញ្ចឹងសូរៈព្រានព្រៃក៏ឃើញក៏ឆ្ងល់តែយីចុះសត្វបាក់សាបអាស័យទាំងអស់នេះក៏មានកាយវិការអីប្លែកដែរមានហេតុអីហើយវាអាធ្លាក់មកដីស្លាប់អត់មានកដោសបាបលៀនទាំងអស់ពុញនិយាយនេះទៅចេះទៅចាយដល់ក៏ឈោកគិតពិចារណាមើលក៏ថាប្រហែលជាដើមជ្រៃនឹងមានអីហើយយ៉ាងតែអញ្ចឹងក៏ឡើងទៅមើលដល់ទៅមើលឃើញទឹកហ្នឹងហើយទឹកឡើងក្រហមខែប្រាំងឡើងផងគាត់អង្គុយសម្លឹងឈរសម្លឹងលើដើមជ្រៃហ្នឹងទឹកហ្នឹងដល់អញ្ចឹងគាត់ពិសោធន៍ក៏យកស្លឹកជ្រៃហ្នឹងក្បង់ទៅកន្ទោងក៏យកមកទឹកនោះមកពិសាមើលទៅធម្មតាមនុស្សដែលមិនដែលប៉ះសោះកាលណាប៉ះនៅទួយទៅវាប្រែប្រួលហើយបងស្អាតកើតចិត្តរីករាយសប្បាយឲ្យចង់ច្រៀងចង់រំតែម្នាក់ឯងអញ្ចឹងណាពេលព្រោះឃើញសัตว์វាទៅចេញទៅចាយគឺសូឲ្យជីវសប្បាយវាបំពងយំតាមភាសាណាដល់សូរៈព្រានហ្នឹងក៏សាកទឹកទៅវាមានជាតិស្វឹងណាក៏ចង់ច្រៀងចង់អីលេងផងចង់មកវិញក៏ដេកក្រោមដើមជ្រៃអានេះក៏សប្បាយណែតដងសង់ទីម៉ងទៅតែដល់នឹងទៅវាអស់ជាតិនោះស្មានតែយីទឹកនេះធ្វើឲ្យមនុស្សរីករាយណាធ្វើទឹករៀមមិនទៅមានឈ្មោះស្រាទេមិនឲ្យឈ្មោះថាទឹករីកអាត្មាផើទៅធ្វើឲ្យចិត្តសប្បាយរីករាយដល់អញ្ចឹងធ្វើម៉េចក៏ចាប់ពួកសត្វអត់ដែលស្វឹងធ្លាក់ចាប់ចងដៃចងជើងមកហើយអាបំពង់ធម្មតាព្រានព្រៃមានបំពង់រស័យគេពីសម័យដើមបំពង់រស័យគេដាក់ទឹកទៅ
ก็ចាក់ទឹកនឹងចោលអស់ទៅដួសយកទឹកនឹងមកដាក់ក្នុងកំពង់ហ្នឹងក៏ស្ពាយទៅហើយចងសัตว์នឹងឯងមកបាច់យកទៅផងមិនកាត់នេះទៅក៏បរិភោគសាច់សัตว์អស់មកគ្រាតែក្រំដើមនៅសវឹងនោះក៏ចង់ស៊ីសាច់ក្លែមអីអាហ្នឹងក៏ចងសัตว์មកបាច់ក៏ដើរតាមដំណើរទៅតាមមាត់ស្ទឹងវ៉ារ៉ាណស៊ីនៅមានស្ទឹងគេនៅស្ទឹងពីបុរាណហ្នឹងទៅជួបនឹងឥសីមួយហ្នឹងឈ្មោះវរណីដែលតាបងឈ្មោះវរណីគាត់ធ្វើអាស្រមនៅមាត់ស្ទឹងហ្នឹងចម្រើនធ្វើដល់សូរៈព្រាននឹងដើរទៅដល់ក្នុងអាស្រមឥសីនោះក៏ទៅនិយាយបបួលឥសីនឹងសាកមើលទឹករីករាយហ្នឹងឯងឥសីហ្នឹងក៏សាកលោមើលដល់សាកលោមើលអាទឹករាយឥសីហ្នឹងដាច់ឈានអស់ទៅបើស្រាដាច់ឈានសប្បាយរីករាយហើយក៏នាំគ្នាចង់ស៊ីសាច់សត្វវាយសត្វនោះដុតស៊ីទៅឥសីទៅនៅព្រៃយូរហើយអត់មានតែបានស្គាល់រសជាសត្វក៏សប្បាយរីករាយបើអន្តរាយសិលហើយឥសីដាច់សិលហើយជាដល់រួចហើយក៏គិតគ្នាទៅយីទឹកនេះសប្បាយរីករាយណាបើអញ្ចឹងយើងគិតដងទឹកនេះទៅថ្វាយព្រះរាជានៅក្រុងពេរិណសីតែប្រកាសជាបានរង្វាន់ហើយក៏ទៅដងទឹកនឹងយកទៅថ្វាយស្ដេចដល់ទៅថ្វាយទៅក្រាបទូលស្ដេចទៅទឹកនេះជាទឹករីករាយបានបរិភោគគេទៅប្រាប់ប្រវត្តិហេតុហ្នឹងទៅទឹកនឹងវាកើតធម្មជាតិអីចឹងណាដល់ស្ដេចលោកសោយទៅវាសប្បាយរីករាយចឹងមែនហើយតាំងប្រាប់អ្នកទាំងពីរហ្នឹងសូរៈព្រានហើយនឹងវរុណឥសីហ្នឹងវរណីហ្នឹងថានេះឯងចូលទៅរក្សាទឹកនោះកុំឲ្យនរណាទៅប៉ះពាល់សមឲ្យដងយកមកថ្វាយយើងណាដល់ចឹងអ្នកទាំងពីរហ្នឹងបាននិយាយទៅរក្សាទឹកឲ្យដងឲ្យបានរង្វាន់បានលៀបពីស្ដេចហ្នឹងដល់ដងទៅវាអស់បើដល់ទៅវាអស់កើតវាមិនទៅណាហើយអ្នកទាំងពីរហ្នឹងទៅពិសោធន៍មើលទៅក្នុងនឹងមានអីទៅមើលឃើញក្របធាតុនេះជាតែស្រូវសលៃបានថាអូអាហ្នឹងកើតពីជាតិដែលប្អូនណាមុនដំបូងនោះបានទៅដកស្រង់បង្កើតផលិតខ្លួនឯងធ្វើជាស្រាហ្នឹងឲ្យsaoទៅដកចឹងបងយកទៅថ្វាយស្ដេចរួចហើយគេមិនដឹងឲ្យឈ្មោះទេឲ្យឈ្មោះព្រានព្រៃសុរៈហ្នឹងឯងស្រាហ្នឹងយកឈ្មោះព្រានព្រៃដាក់តសុរាសុរៈព្រានហ្នឹងដែលកើតឡើងនៅនគរពារាណសីប្រជាបរដ្ឋអស្រាវិនិច្ឆ័យនគរ3គឺនគរសាវត្ថីមួយសាកេតមួយនឹងពារាណសីមនុស្សទៅដេរឆានទាំងអស់លេងគិតអីឲ្យស៊ីទៅផឹកទៅដល់ដេកតាមចាំថ្នល់ទៅដោយសត្វដេរឆានទាំងអស់ទំរំនៅស្ដេចដាក់បទបញ្ជាបង្ក្រាបបានធ្វើឲ្យមនុស្សក្នុងនគរទាំង3ហ្នឹងដឹងស្មារតីដឹងខុសដឹងត្រូវឡើងវិញបងមុនមកទៅដេរឆានអវិនិច្ឆ័យអនគរ3ណាសាវត្ថីមួយសាកេតមួយនិងពារាណសីមួយមនុស្សទៅដេរឆានទាំងអស់នេះដើមកំណើតនេះស្រាហ្នឹងគឺវាកើតមុនដំបូងគឺនៅនគរពារាណសីអ្នកដែលបង្កើតឃើញមុនគេគឺសុរៈព្រានព្រៃហើយនឹងវរណីតបោះនោះនៅប្រទេសឥណ្ឌាខ្លះហៅវរណីទឹកស្រាណាខ្លះហៅសុរានេះដើមកំណើតស្ដាប់បានហើយអ្នកម្ចាស់សំណួរហ្នឹងនឹងប្រាប់ឲ្យតែប្រវត្តិកើតឡើងវិនិច្ឆ័យនគរ3អស់មុនយើងហើយឥឡូវយើងតាំងទៀតហើយណាយកគួរតែនាំអ្នកជិះវាអញ្ចឹងទៅมันល្អទេតោះហ្នឹងប្រពន្ធលោកសំដែងតែគ្រឿងវិនិច្ឆ័យគឺវិនិច្ឆ័យមិនចាំពិសោធន៍អីទៀតទេស្រាប់បានហើយម្ចាស់សំណួរនោះអស់ចិត្តអីអានេះប្រវត្តិនៃស្រាហ្នឹង